កុំអាងស៊ីញ៉ូបត់ហើយមិនមើលក្រោយកុំយកជីវិតអ្នកប្រថុយលើដងផ្លូវ Anh ơi anh ngọt sạch à. ជារឿងដ៏គ្រោះថ្នាក់បំផុតដែលយកអាយុជីវិតរបស់ខ្លួនមកប្រថុយប្រថាននៅលើដងផ្លូវតាមរយៈការសញ្ញោបត់ដោយមិនមើលក្រោយឲ្យបានច្បាស់ប្រាកដថាតើមានយានយន្តនៅខាងក្រោយដែរឬទេជាស្ដែងករណីបុរសម្នាក់ជិះម៉ូតូនៅលើដងផ្លូវដោយគាត់បានសញ្ញោបត់ឆ្វេងប៉ុន្តែមិនបានមើលក្រោយចៃដន្យមានរថយន្តបើកពីក្រោយដោយបានស៊ីផ្លេផងប៉ុន្តែនៅតែមិនអើពើនឹងបានបត់ដោយគ្មានការងាកក្រោយបន្តិចនេះសំណាងហើយដែលរថយន្តខាងក្រោយមានការប្រុងប្រយ័ត្នដោយបានចាប់ហ្វ្រាំងជាប់បើមិនដូច្នោះទេប្រកាសជាកើតមាននៅគ្រោះថ្នាក់ចរាចរណ៍របួសឬក៏អាចបណ្ដាលឲ្យបាត់បង់ជីវិតផងដែរជុំវិញរឿងនេះផងដែរមានពលរដ្ឋបានបញ្ចេញមតិថាមុនបត់ឆ្វេងគួរណាមើលក្រោយផងផ្លូវជាតិលេខ1យើងនឹងពលរដ្ឋខ្លះទៀតបានបញ្ចេញមតិថាតាមពិតឡានគួរមើលម៉ូតូដែរគ្នាស៊ីញ៉ូដែរតើតែឡានដូចជាមិនមានភាពយោគយល់បើម៉ូតូអត់ស៊ីញ៉ូខ្ញុំក៏ថាម៉ូតូខុសដែរតែនេះម៉ូតូស៊ីញ៉ូហើយតែអ្នកម៉ូតូទុកចិត្តអ្នកបើកឡានពេកថាអ្នកបើកឡានយល់គាត់ជាការឆ្លើយតបពលរដ្ឋម្នាក់បានបញ្ចេញមតិថាជីឈួតអញ្ចឹងហើយមានអ្នកកាន់ជើងទៀតអីបានមើលឲ្យច្បាស់ថាគេយោគយល់ឬមិនយោគយល់បើមិនយោគយល់ទេប្រហែលជាងាប់ក្រោមឡានបាត់ទៅហើយយ៉ាងណាមិញដើម្បីការពារសុវត្ថិភាពខ្លួនឯងសម្រាប់អ្នកបើកបរទាំងអស់ទាំងរថយន្តម៉ូតូបើទោះបីជាខ្លួនស៊ីញ៉ូតាមច្បាប់ចរាចរណ៍ចម្ងាយប៉ុន្មានម៉ែត្រមុនដល់កន្លែងបត់ក៏ដោយក៏ត្រូវមើលតាមកញ្ចក់ទាំងឡានទាំងម៉ូតូករណីខ្លះអ្នកបើកបរម៉ូតូត្រូវងាកក្រោយបន្តិចដើម្បីឲ្យកាន់តែច្បាស់មិនមែនអាងស៊ីញ៉ូបត់នោះឡើយព្រោះករណីខ្លះរថយន្តបើកលឿនពីចម្ងាយមិនបានមើលឃើញស៊ីញ៉ូរបស់ម៉ូតូទេដោយសារបាំងនៅយានជំនិះផ្សេងៗនៅខាងមុខសារនេះក៏សូមផ្ដាំទៅបងប្អូនអ្នកជិះម៉ូតូនៅតាមដងផ្លូវជាតិសំខាន់មួយចំនួនមុននឹងបត់ត្រូវងាកមើលក្រោយផងជីវិតមិនមែនស្លាប់ថ្ងៃនេះហើយស្អែករស់ឡើងវិញនោះឡើយ